តាមเพจរបស់សម្ដេចសូមផ្ដាំការផ្ញើសារសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងជួយជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដីសូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពានសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនភៀសសឹកខ្ញុំបានឃើញសំណពោយុវជនម្នាក់ពីសមរភូមិថាសូមជួយជាអមុខល្អជាងជួយជាមីខ្ញុំយល់ថាសំណពោនេះសមហេតុផលតែខ្ញុំយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងការផ្ដល់អមុខបន្ថែមស្រូវថ្មីកំពុងជត់កាត់សូមបងប្អូនសប្បុរសជនជួយជំនួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹម1កញ្ចប់1គីឡូឬ2គីឡូសម្រាប់យុវជនម្នាក់យកតាមខ្លួនបើសិនបើដាក់ជាបាវឬការ៉ង់លំបាកដល់ការចែកចាយនៅខ្សែត្រៀមមុខទទួលទានអំបុកស្រូវថ្មីវាយស្ត្រីឈ្លានពាន